ការពិតនៃជីវិតគឺសាមញ្ញបំផុតមានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអះឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងដើរហួសប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដើរមានតម្លៃសម្រាប់ជីវិតនេះក្រោកឈរឡើងបំផ្លាញចង្វាក់នៃភាពភ័យខ្លាចចោលទៅព្រោះពិភពលោកនេះមិនមែនជារបស់មនុស្សដែលចេះត្រឹមតែយល់សប្តិទេប៉ុន្តែវាជារបស់មនុស្សដែលហ៊ានធ្វើឲ្យយល់សប្តិខ្លាចជាការពិតការពិតនៃជីវិតគឺសាមញ្ញបំផុតមានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអះឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងដើរហួសប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដើរមានតម្លៃសម្រាប់ជីវិតក្រោកឈរឡើងបំផ្លាញចង្វាក់នៃភាពភ័យខ្លាចចោលទៅព្រោះពិភពលោកនេះមិនមែនជារបស់មនុស្សដែលចេះត្រឹមតែយល់សប្តិទេប៉ុន្តែវាជារបស់មនុស្សដែលហ៊ានធ្វើឲ្យយល់សប្តិខ្លាចជាការពិតការពិតនៃជីវិតគឺសាមញ្ញបំផុតមានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអះឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងដើរហួសប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដើរមានតម្លៃសម្រាប់ជីវិតនេះក្រោកឈរឡើងបំផ្លាញចង្វាក់នៃភាពភ័យខ្លាចចោលទៅព្រោះពិភពលោកនេះមិនមែនជារបស់មនុស្សដែលចេះត្រឹមតែយល់សប្តិទេប៉ុន្តែវាជារបស់មនុស្សដែលហ៊ានធ្វើឲ្យយល់សប្តិខ្លាចជាការពិតការពិតនៃជីវិតគឺសាមញ្ញបំផុតមានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអះឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងដើរហួសប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដើរមានតម្លៃសម្រាប់ជីវិតនេះក្រោកឈរ